ចាជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំដារីចានឹងសូមអញ្ជើញអ្នកទាំងអស់គ្នាមកមើលតើភូមិខ្ញុំកំពុងធ្វើអ្វីអ៊ូអរម្លេះចាជារៀងរាល់ឆ្នាំនៅថ្ងៃទី3-4 រោចខែពិសាខនៅភូមិខ្ញុំតែងប្រារព្ធពិធីបិណ្ឌស្រុកឬហៅថាបិណ្ឌកំសាន្តស្រុកមួយចំនួនភូមិខ្លះគេហៅបិណ្ឌភូមិក៏មានមិនមួយថ្ងៃគេមានរៀបចំក្បួនដង្ហែដើម្បីផ្សព្វផ្សាយជូនដំណឹងនិងអនុគ្រោះប្រោះព្រំដល់ពុទ្ធបរិស័ទនៅក្នុងភូមិស្រុកដើមមុនគឺក្រុមយ៉ាស្វាបន្ទាប់មកគឺរទេះដឹកសម្ភារៈមានធូបទៀនអង្ករដែលពុទ្ធបរិស័ទបានចូលកុសលមុននឹងបន្ទាប់គឺចលួយដឹកព្រះចៅអធិការដើម្បីប្រោះព្រំដល់ពុទ្ធបរិស័ទចាខាងក្រោយគឺព្រះសង្ឃបាននិមន្តពីវត្តនានាផ្សេងមកស្នាក់នៅរៀនវត្តខឿនថ្នាក់បាលីទី2ចំក្រោយបង្អស់គឺពុទ្ធបរិស័ទហើយនិងបងប្អូនចូលរួមដើម្បីឲ្យកកកចាក្បួនដង្ហែបានទៅផុតហើយពួកខ្ញុំក៏ត្រឡប់មកផ្ទះចានៅព្រឹកនឹងម៉ែរបស់ខ្ញុំមានត្រៀមចង្ហាន់ហើយខ្ញុំក៏បានចូលរួមត្រៀមបច្ច័យដើម្បីយកទៅសាលាបានស្រុកឬហៅថាសាលាសាមគ្គីភូមិខឿនពេលខ្ញុំមកដល់នឹងប្រហែលម៉ោង 9:45 នាទីហើយមានយាយតាមានមីងបងប្អូនជាច្រើននៅខាងលើគេក៏ត្រៀមបាតដើម្បីតិចទៀតយើងធ្វើពិធីរាប់បាតក្រោយពីយកចង្ហាន់ទៅប្រទេសខ្ញុំក៏មកដាក់ធូបចាហើយអ្នកទាំងអស់គ្នាដឹងទេតើពិធីបិណ្ឌភូមិនឹងគេប្រារព្ធដើម្បីធ្វើអ្វីចាតាមការយល់ដឹងរបស់នាងខ្ញុំគឺទី1ទទួលរដូវភ្លៀងថ្មីនិងសង្ឃឹមថាបានផលល្អក្នុងការដាំដុះស្រូវស្រែដំណាំចាទី2គឺរំលឹកគុណដល់ម្ចាស់ទឹកម្ចាស់ដីនិងសូមសុខចម្រើនដល់អ្នកទាំងអស់គ្នានៅក្នុងភូមិស្រុកទី3គឺបង្កើតនូវសាមគ្គីភាពនិងរក្សាទំនៀមទម្លាប់របស់ជីដូនជីតាដែលបានទុកមកចាហើយប្រហែលម៉ោង10ព្រះសង្ឃក៏និមន្តពីវត្តមកដល់សាលាបិណ្ឌស្រុកចាហើយកូនស្រីខ្ញុំឲ្យតែឃើញព្រះសង្ឃនៅកន្លែងណាគឺលើកដៃសំពះនៅកន្លែងហ្នឹងមិនថាជួបនៅតាមផ្លូវឬមួយឃើញរូបថតនៅតាមវីដេអូឲ្យតែឃើញព្រះសង្ឃគឺលើកដៃសំពះតែម្ដងចាក្រោយពីធ្វើការនមស្ការនិងសូត្រមន្តក៏មកដល់វគ្គរាប់បាតដើមមុនគឺតំណាងយាយតាតាបន្ទាប់មកគឺមាមីងត្រៀបជាជួរខំប្រឹងតែថតវីដេអូបែរមកឃើញកូនស្រីរបស់ខ្ញុំគឺចុងហងខ្ញុំបង្រៀនតែម្ដងតែអ្នកទាំងអស់គ្នាចាហើយចាំរហូតឲ្យតែឃើញព្រះសង្ឃគឺសំពះមកថតបន្តិចនៅខាងក្រោយនឹងគឺមានផ្លែឈើនំបង្អែមដែលពុទ្ធបរិស័ទបានយកមកម្ហូបក៏សម្បូរបែបគ្រប់មុខដែរចាហើយក្រោយពិធីរាប់បាតបើពុទ្ធបរិស័ទណាមានចិត្តសទ្ធាអាចត្រៀមថែមដាក់ថែមបច្ច័យប្រគិនទៅដល់ព្រះសង្ឃដើម្បីព្រះសង្ឃមានលួយក្នុងការរៀនសូត្រក្រោយពីពិធីរាប់បាតពុទ្ធបរិស័ទក៏លើកចង្ហាន់ប្រគិនដល់ព្រះសង្ឃដើម្បីព្រះសង្ឃឆាន់ត្រង់ចាហើយសោកស្ដាយបន្តិចដោយសារកូនស្រីរបស់ខ្ញុំគាត់ងាយគេងជាងហើយមិនអាចណានៅដល់ចុងក្រោយនឹងគឺតំណាងគណៈកម្មការអានបញ្ជីឈ្មោះពុទ្ធបរិស័ទដែលបានចូលរួមបច្ច័យចាហើយវីដេអូរបស់នាងខ្ញុំគឺចប់ហើយសូមអ្នកទាំងអស់គ្នាជួយគាំទ្រនាងខ្ញុំសូមឲ្យបេះដូងដាក់មួយហើយនឹង follow នាងខ្ញុំដើម្បីនាងខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីទៀតចាសូមអរគុណ